ចឹងអ្នកគួរស្រឡាញ់ជីវិតខ្លួនឯងស្រឡាញ់ពីតម្លៃខ្លួនឯងអ្នកទាំងអស់គ្នាដឹងថាជីវិតដ៏មានក្តីសុខបំផុតពេលណាអត់នៅពេលដែលយើងស្គាល់ពីតម្លៃខ្លួនឯងច្បាស់នៅពេលដែលយើងចេះស្រឡាញ់ខ្លួនឯងគឺជាពេលវេលាមួយដែល moment ដែលយើងមិនធ្លាប់មានពីមុនមកវាមានក្តីសុខទោះបីអ្នកណាមិននៅចិត្តយើងក៏ដោយក៏យើងមានក្តីសុខបានអ្នកណាមិនបង្កើតក្តីសុខឲ្យយើងក៏ដោយតែយើងអាចសុខខ្លួនឯងបានព្រោះអីពេលនោះបញ្ជាក់ឲ្យថាអ្នកខ្លាចជាមនុស្សម្នាក់ដែលចេះស្រឡាញ់ខ្លួនឯងអ្នកណាមិនអោបយើងតែយើងអាចអោបខ្លួនឯងបានព្រោះចង់ចាប់នៃជីវិតខ្លួនទីពឹងខ្លួនគ្មានអ្នកណាគេមិននៅជាមួយយើងជានិរន្តរ៍មិនថាប្តីប្រពន្ធស្រឡាញ់គ្នាបេះមិនចេញយ៉ាងណាក៏ដោយក៏នៅតែមានការព្រាត់ប្រាសដោយប្រការណាមួយមិនថាព្រាត់រស់ឬព្រាត់ផ្សេងពីនឹងមិនយូរមិនឆាប់ការជួបតែតែមានការបែកចាអញ្ចឹងកុំអោបទុកកុំអោបជាប់នៅអ្វីមួយកុំផ្ដោតជាប់នៅអ្វីមួយចាដូចព្រះសម្មាសម្ពុទ្ធបានបង្រៀនយើងណាចាលោកនេះគ្មានអ្វីជានិរន្តរ៍កុំអោបជាប់នៅអ្វីចាខ្លួនមិនមែនជារបស់តែខ្លួនយើងក៏មិនមែនជារបស់ខ្លួនយើងអញ្ចឹងយើងត្រូវយល់ពីធម្មជាតិមួយហ្នឹងឲ្យបានចាចង់បី